ប្រជាពលរដ្ឋជាង 1000 នាក់នៅក្នុងខេត្តស្ទឹងត្រែងបានទទួលការពិនិត្យនិងព្យាបាលជំងឺមាត់ធ្មេញដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យនៃចលនាយុវជនកម្ពុជាក្រុម 157 ការពិនិត្យនិងព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋគឺធ្វើឡើងនៅឯមន្ទីរសុខាភិបាលភូមិភាគស្ទឹងត្រែងនៅក្នុងខេត្តស្ទឹងត្រែងដែលការពិនិត្យគឺមានរយៈពេល 2 ថ្ងៃកន្លះចាប់ពីរសៀលថ្ងៃទី 7 ដល់ថ្ងៃទី 9 ខែកុម្ភៈនេះក្រុមគ្រូពេទ្យដែលបានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះគឺបានដឹកនាំដោយប្រធានចលនាយុវជនកម្ពុជាក្រុម 157 គឺលោកម៉ឹងពន្លកដែលនាំមកជាមួយក្រុមអ្នកស្ម័គ្រចិត្តច្រើនរយនាក់ដែលជាក្រុមគ្រូពេទ្យសាស្ត្រាចារ្យតណ្ឌិតនិងក្រុមនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងនោះដែរចំនួនប្រជាជនដែលបានចូលរួមក្នុងដែលឲ្យក្រុមគ្រូពេទ្យបានពិនិត្យនេះត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនជាងការរំពឹងទុកប្រធានដឹកនាំក្រុមគ្រូពេទ្យចុះព្យាបាលប្រជាជនគឺលោកម៉ឹងពន្លកលោកបានមានប្រសាសន៍ថាការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋគឺមិនមែនជាលើកទី1នោះទេលោកបានបន្តថាការពិនិត្យព្យាបាលគឺធ្វើឡើងចំពោះប្រជាពលរដ្ឋទូទៅដែលមិនប្រកាន់និន្នាការនយោបាយឬក៏ពណ៌សម្បុរអ្វីនោះទេថ្ងៃនេះក្រុមចលនាយុវជនកម្ពុជាក្រុម 157 រួមជាមួយនឹងសាស្ត្រាចារ្យលោកវិជ្ជបណ្ឌិតអ្នកគ្រូលោកគ្រូនិងបងប្អូនដែលជានិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសរុបមកបងប្អូននិស្សិតនេះចំនួន 150 នាក់រួមទាំងកម្លាំងចលនាយុវជន 157 យើងក៏ដូចជាលោកវិជ្ជបណ្ឌិតទៀតប្រមាណជា 180 នាក់ដើម្បីចុះមកជួយព្យាបាលប្រជាពលរដ្ឋបញ្ហាសុខភាពមាត់ធ្មេញនេះនៅទឹកដីខេត្តស្ទឹងត្រែងបាទសកម្មភាពថ្ងៃនេះលើកនេះគឺមានរយៈពេលចំនួន3ថ្ងៃហើយក្នុងនោះមិនមែនតែបញ្ហាការព្យាបាលសុខភាពមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋទេគឺនិស្សិតយើងដែលចូលរួមចំនួន 150 នាក់នេះគឺយើងបែងចែកកម្លាំងរៀងៗខ្លួនដើម្បីចុះជួយផុសផុលដើម្បីផ្សព្វផ្សាយអំពីបញ្ហាបរិស្ថានសម្អាតទីធ្លាសួនច្បារនិងកន្លែងទេសចរមួយចំនួនដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជនយើងយល់អំពីបញ្ហាបរិស្ថានហើយមួយចំនួនទៀតគឺទៅជួយធ្វើជាអាហាររូបត្ថម្ភជូនដល់កុមារាកុមារីនៅសាលាថ្នាក់បឋមសិក្សាដើម្បីឲ្យក្មួយៗបានយល់ហើយបានជ្រាបដើម្បីជាបញ្ហាគ្រឹះស្ថាននៃសុខុមាលភាពរបស់កុមារទាំងនោះដើម្បីឲ្យគាត់មានបញ្ញាឈ្លាសវៃក៏ដូចជាកម្លាំងកាយមាំមួនបាទហើយមួយចំនួនទៀតគឺយើងធ្វើការផ្សព្វផ្សាយស្ដីអំពីបញ្ហាច្បាប់ចរាចរណ៍ដែលវាអាចប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តស្ទឹងត្រែងនេះលោកបានយល់ជ្រាបបាទហើយយើងឃើញហើយថាកំណើននៃការគ្រោះថ្នាក់នៅក្នុងប្រជាណាចក្រកម្ពុជារបស់យើងគឺថាមានកម្លាំងខ្ពស់អញ្ចឹងទេគឺថាត្រូវការកម្លាំងយុវជនក៏ដូចជាយុវជនកាកបាទក្រហមក៏ដូចជាក្រមយុវជនផ្សេងធ្វើយ៉ាងណាដើម្បីឲ្យចូលរួមគ្នាផុសផុលជួយផ្សព្វផ្សាយអំពីបញ្ហានេះឲ្យបានច្រើនកកបាទរាល់សកម្មភាពរបស់ក្រមចលនាយុវជនកម្ពុជាក្រម 157 យើងជានិច្ចកាលចុះជួយព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាគឺមិនគិតកម្រៃទេបាទហើយក៏មិនប្រកាន់នៅនិន្នាការនយោបាយអ្វីដែរបាទហើយបញ្ហាបេសកកម្មលើកនេះរបស់ក្រមគ្រូពេទ្យស្ម័គ្រចិត្ត 157 យើងរួមជាមួយនឹងសាស្ត្រាចារ្យវិជ្ជបណ្ឌិតក៏ដូចជាបងប្អូននិស្សិតមកពីសាកលវិទ្យាល័យសុខាភិបាលវិទ្យាសាស្ត្រសុខាភិបាលនេះគឺថាយើងគម្រោងផែនការដែលយើងបានជម្រាបជូនទៅឯកឧត្តមអភិបាលខេត្តក៏ដូចជាឯកឧត្តមអភិបាលរងខេត្តនេះគឺថាចំនួនប្រមាណជា700ទៅ1000នាក់ក៏ប៉ុន្តែយើងឃើញស្រាប់ហើយថាជានិច្ចកាលបងប្អូនប្រជាពលរដ្ឋលោកតែងតែទទួលទំនុកចិត្តយ៉ាងខ្ពង់ខ្ពស់មកលើលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតក្រមគ្រូពេទ្យស្ម័គ្រចិត្តយើងហើយធម្មតាគឺថាគាត់មកតែងតែលើសចំនួនអ្វីដែលយើងបានកំណត់ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកសាស្ត្រាចារ្យនិងវិជ្ជបណ្ឌិតទាំងអស់និងបងប្អូននិស្សិតគឺថាខិតខំធ្វើយ៉ាងណាគឺថាយើងជួយព្យាបាលជាពលរដ្ឋយើងនៅក្នុងធ្វើមកឲ្យបានគេហៅថាស្តង់ដារឲ្យមានកម្រិតខ្ពស់ជូនទៅដល់គាត់បាទប្រធានក្រុមគ្រូពេទ្យគឺលោកសាស្ត្រាចារ្យសុកជាលោកបានឲ្យដឹងថាសកម្មភាពរបស់ក្រុមគ្រូពេទ្យគឺមានការដកធ្មេញបាសធ្មេញសមាធធ្មេញនិងផ្សព្វផ្សាយពីការថែទាំមាត់ធ្មេញនៅជាដើម
ក្នុងឱកាសនោះផងទៀតលោកបងប្អូនលោកបាននាំយកអំណោយរបស់សម្ដេចតេជោសែននិងសម្ដេចកតេព្រះបណ្ឌិតនៅរទេសរុញជូនជនពិការចំនួន10ដល់ជនពិការចំនួន10នាក់និងបានផ្ដល់ថវិកាម្នាក់ចំនួន50000រៀលផងនោះទៀតគួរកត់សម្គាល់ថាក្នុងបេសកកម្មទៅកាន់ខេត្តស្ទឹងត្រែងរយៈពេល2ថ្ងៃកន្លងនោះផងដែរក្រៅពីសកម្មភាពចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃចលនាយុវជនកម្ពុជាក្រុម157បានសហការជាមួយនឹងក្រុមយុវជនកាកបាទក្រហមដោយធ្វើសកម្មភាពមនុស្សធម៌បំផុសស្មារតីអប្រជាពលរដ្ឋនាំគ្នាស្រឡាញ់បរិស្ថានតាមរយៈការដឹកនាំក្រុមនិស្សិតនាំគ្នាធ្វើពលកម្មសម្អាតតាមមាត់ទន្លេសួនច្បារនិងតាមកន្លែងតំបន់ទេសចរមួយចំនួននៅក្នុងខេត្តស្ទឹងត្រែងបានជួយអប់រំផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ការប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនិងការផ្ដល់អាហារូបត្ថម្ភជូនដល់កុមារានិងកុមារីថ្នាក់បឋមសិក្សាតាមរយៈការផ្ដល់អាហារទទួលទាននៅជុំគ្នាហើយបានចែកសៀវភៅចែកខ្មៅដៃនិងការជួយសម្អាតទីធ្លាសាលារៀនផងនោះទៀត